បាទសម្រាប់កសិករដែលគាត់យកជីថ្នាំកសិកម្មទៅប្រើហ្នឹងជីជាពិសេសជីសញ្ញាទុនសាយហ្នឹងឃើញថាគុណភាពវាល្អឃើញនៅពេលដែលយើងប្រើទៅស្លឹកវាពណ៌បៃតងខ្មៅបាទហើយដងដើមលូតលាស់ល្អខ្ញុំបាទឈ្មោះហួតឡាលីនសប្តាហ៍ថ្ងៃមុខរបរលក់ជីថ្នាំកសិកម្មនៅទល់មុខវិទ្យាល័យបោះណៅខ្ញុំចាប់លក់នេះរយៈពេល3ឆ្នាំហើយបាទអ្នកដេប៉ូខ្ញុំមានលក់ជីកែងសញ្ញាតុនសាយជីអ៊ុយរ៉េជីផ្លែឈើបាទមានគ្រប់មុខជីធម្មជាតិក៏មានដែរបាទសម្រាប់នៅតំបន់នេះជីដែលគេប្រើប្រាស់ច្រើនភាគច្រើនជីកែងហើយនឹងជីផ្លែឈើគេសម្រាប់ទ្រាប់បាតដាក់ចន្ទីដាក់ដលងហើយនឹងដំណាំកស៊ូផ្សេងទៀតពេលអត់ធ្លាប់ប្រើហ្នឹងគឺវាអត់សូវល្អដល់ពេលដែលយើងបានប្រើជីហ្នឹងឃើញថាទិន្នផលវាកើនឡើងហើយនឹងដំណាំវាល្អសម្រាប់កសិករដែលចង់មកទិញជីសញ្ញាទុនសាយអាចមកទិញនៅភូមិបោះខ្នោឃុំបោះខ្នោស្រុកកំការលើខេត្តកំពង់ចាមដេប៉ូហួតឡាលីននៅមុខវិទ្យាល័យបោះខ្នោ